រៀបសួរសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំចាសសម្រាប់បងប្អូនថ្ងៃនេះដែរគឺខ្ញុំមានមេរៀនល្អចែករំលែកតទៅនៅក្នុងភាសាចិនមានជាមួយនឹងពាក្យខ្លីៗហើយនិងប្រយោគខ្លីៗហើយជាដំបូងអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរតោះចាប់ផ្ដើមតគ្នាពាក្យនេះយើងអានថាខុយររីករាយយើងអាចយកពាក្យនេះទៅបង្កើតជាប្រយោគផ្សេងៗបានណាបងប្អូនទាំងគ្នាតោះឥឡូវនេះយើងចាប់ផ្ដើមពាក្យបន្តទៀតពាក្យនេះដែរយើងអានថាសាងស៊ីនក្រៀមក្រំចា今天我相信ថ្ងៃនេះគឺខ្ញុំក្រៀមក្រំចាខ្ញុំលើកជាឧទាហរណ៍មួយចាពាក្យបន្តទៀតតានស៊ីនបារម្ភឬក៏ព្រួយបារម្ភហើយសម្រាប់ពាក្យនេះគឺអ៊ូឡាវធុញឬក៏ធុញទ្រាន់ពាក្យបន្ទាប់គឺហើយផាបានន័យថាភ័យខ្លាចហ្នឹងហើយបងប្អូនទាំងគ្នាតោះចូលពាក្យបន្ទាប់ទៀតយើងអានថាទីងជួយតមាត់ពាក្យទីងជួយកុំតមាត់ចាឥឡូវខ្ញុំលើកជាឧទាហរណ៍ចាសឹងឬខ្វៃលរីករាយថ្ងៃកំណើតហើយបងប្អូនទាំងគ្នាសម្រាប់ពាក្យនេះដែរយើងអាចនិយាយបាននៅពេលដែលមានកម្មវិធីគូកំណើតអញ្ចឹងណាតើឥឡូវនេះយើងចូលពាក្យបន្ទាប់តើសម្រាប់ប្រយោគបន្ទាប់គឺ我真的好担心ខ្ញុំពិតជាព្រួយបារម្ភណាស់ហើយបងប្អូនទាំងគ្នាអាចប្រើប្រយោគនេះបាន今天好无聊ថ្ងៃនេះខ្ញុំធុញណាស់គួរធុញណាស់ថ្ងៃនេះ今天好无聊ចាពិតជាធុញទ្រាន់ណា我害怕出事ខ្ញុំខ្លាចមានរឿងកាត់ឡើងឬក៏ខ្ញុំភ័យខ្លាចមានរឿងកាត់ឡើងប្រយោគបន្ទាប់គឺ别顶嘴了កុំតបមកទៀតចាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺចប់ត្រឹមតែប៉ុណ្្នឹងហើយសូមអរគុណណាបងប្អូនទាំងគ្នាដែលតាមដានវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយ Subscribe វីដេអូរបស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូថ្មីៗ